សូមគោរពបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីស្វាគមន៍មកកាន់ Channel Mr. 855 នៅគណៈពេលនេះដែរខ្ញុំបាទក៏សូមលើកយកព័ត៌មានមួយមកចែកជូនបងប្អូនទាំងអស់គ្នាព័ត៌មានមួយនេះគឺតេតិនទៅនឹងតោះមើល Style ផាត់មុខថ្មីរបស់អបសុគន្ធកញ្ញាតេទាញនឹងផ្លាយដល់កម្រិតណាដែរអបសុគន្ធកញ្ញានៅតែជាកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហងមាសអ្វីដែលគួរឲ្យកត់សម្គាល់នោះនាងត្រូវបានគេចាត់ទុកថាជាតារាចម្រៀងដែលពូកែក្នុងការតុបតែងខ្លួនចូលរួមក្នុងកម្មវិធីផ្សេងមើលទៅមានភាពទាក់ទាញជាខ្លាំងថ្មីនេះតារាចម្រៀងអបសុគន្ធកញ្ញាបានបង្ហាញStyle ថ្មីនៅក្នុងការផាត់មុខរបស់នាងតោះមកមើលទាំងអស់គ្នាតើមុខរបស់នាងស្រស់ស្អាតនិងប្លែកដល់កម្រិតណាដែរថ្មីនេះអបសុគន្ធកញ្ញាបានបង្ហាញ Style ផាត់មុខថ្មីរបស់ខ្លួនដែលមើលទៅស្រស់ស្អាតនិងទាក់ទាញក្នុងនោះក៏មានការកោតសរសើរស្ទើរគ្រប់គ្នាថាស្រស់ស្អាតខ្លះថាទោះជាផាត់មុខបែបណាក៏អបសុគន្ធកញ្ញានៅតែស្រស់ស្អាតមានការនិយាយស្ទើរគ្រប់គ្នាថាចាប់តាំងពីដោះធ្មេញដែកមកតារាចម្រៀងរូបនេះមានសម្រស់កាន់តែទាក់ទាញជាពិសេសស្នាមញញឹមដែលពោរពេញដោយភាពជឿជាក់ដោះធ្មេញទៅមុខក្មេងជាងមុនមិនត្រឹមតែមានសម្លេងពីរូបប៉ុណ្ណោះនោះទេអបសុគន្ធកញ្ញាត្រូវបានគេចាត់ទុកថាជាតារាចម្រៀងដែលពូកែច្នៃប្រឌិតការសម្លៀកបំពាក់ដែលមើលទៅស័ក្តិសមនិងប្លែកទៅតាមពេលវេលាអបសុគន្ធកញ្ញាកាន់តែមានប្រជាប្រិយភាពក្រោយពីនាងលេចមុខជាបន្តបន្ទាប់នៅក្នុងការប្រឡងចម្រៀងអន្តរជាតិក្នុងនាមជាគណៈកម្មការពុកម៉ែបងប្អូននិងប្រិយមិត្តទីមេត្រីបាទសម្រាប់អត្ថបទទី1នេះខ្ញុំបានក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះឥឡូវសូមបង្វែរអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានព័ត៌មានទី2វិញម្ដងប្រិយមិត្តទាំងអស់គ្នាសម្រាប់ព័ត៌មានទី2នេះគឺខ្ញុំសូមលើកព័ត៌មានដែលទាក់ទិនទៅនឹងលយអស់ទាស់រឿងកំពូលល្ងងនៅអាស៊ីសម្រាប់ free សម្បត្តិជូនដល់វណ្ណកម្មទី1របស់លោកលេងណាវត្រាដែលជាចាស់វាងផលិតកម្មឡាស៊ីតាមរយៈខ្សែភាពយន្តកំពូលល្ងងនៅអាស៊ីបានសម្រេចដាក់បញ្ចាំងឲ្យបងប្អូនពលករដែលធ្វើការនៅប្រទេសកូរ៉េបាននៅកូរ៉េចូលរួមទស្សនាដោយឥតគិតថ្លៃបន្ទាប់ពីខ្សែភាពយន្តថ្មីនេះបានដាក់បញ្ចាំងនៅតាមរោងភាពយន្តផ្សេងក្នុងប្រទេសរួចជាមួយគ្នានេះដែរចាងវាងផលិតកម្ម Galaxy លោកលេងណាវត្រាក៏បានឲ្យដឹងជាមួយគ្នានេះដែរចាងវាងផលិតកម្ម Galaxy លោកលេងណាវត្រាក៏បានឲ្យដឹងក្នុងសន្និសីទប្រកាសស្ដីពីការបើកសម្ពោធខ្សែភាពយន្ត
កំពូលងងនៅអាស៊ីថ្មីសន្លាងមីកាលពីម្សិលមិញថាលោកនឹងផ្ដល់ឱកាសឲ្យកម្មកររោងចក្រនៅក្នុងប្រទេសកម្ពុជាបានចូលរួមទស្សនាដោយឥតគិតថ្លៃផងដែរប៉ុន្តែក្នុងនោះអតីតករវ័យក្មេងរូបនេះក៏បានលើកឡើងថាលោកផ្ដល់ឲ្យត្រឹមតែ200នាក់តែប៉ុណ្ណោះចំពោះគម្រោងដែលបើកឲ្យកម្មកររោងចក្របានចូលទស្សនាខ្សែភាពយន្តរឿងកំពូលងងនៅអាស៊ីនេះគឺធ្វើឡើងក្រោយពីរឿងនេះបានបើកសម្ពោធនិងបញ្ចាំងជាផ្លូវការចំនួន6ថ្ងៃសិនពោលគឺរឿងនេះត្រៀមដាក់សម្ពោធនៅថ្ងៃទី14ខែធ្នូឆ្នាំ2016នេះដូច្នេះខាងផលិតកម្មនឹងបើកឲ្យកម្មកររោងចក្របានចូលរួមទស្សនាស្នាដៃដំបូងរបស់លោកគឺនៅថ្ងៃទី21ធ្នូឆ្នាំ2016នេះក្នុងនោះដែរកម្មកររោងចក្រគ្រប់រូបមិនថាធ្វើការនៅរោងចក្រណាទេពោលគឺឲ្យតែមានអាកាសជាកម្មកររោងចក្រគឺអាចចូលទស្សនាបានដោយគ្រាន់តែបង្ហាញកាតនោះទៅបុគ្គលិកដែលបម្រើការនៅរោងកុនគឺអាចចូលទស្សនាបានហើយប៉ុន្តែសូមបញ្ជាក់ថាការផ្ដល់ជូននេះគឺត្រឹមតែ200នាក់តែប៉ុណ្ណោះលោកលេងវត្តត្រាក៏បានលើកឡើងថាមូលហេតុដែលលោកសម្រេចចិត្តយករឿងនេះទៅដាក់បញ្ចាំងឲ្យពលករដែលធ្វើការនៅប្រទេសកូរ៉េបានទស្សនាដោយអត់គិតថ្លៃព្រោះលោកធ្លាប់ជាអតីតកម្មករដែលធ្វើការនៅទីនោះផងដែរពុកម៉ែបងប្អូននិងប្រិយមិត្តជាទីមេត្រីសម្រាប់អត្ថបទនេះដែរខ្ញុំបានក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះអរគុណក្នុងការចំណាយពេលវេលាដ៏មានតម្លៃតាមដានព័ត៌មាននេះនៅគណៈពេលនេះដែរខ្ញុំបាន Channel YouTube Mr. 855ក៏សូមលំអរកាយគ្រប់លា